េត្តបរសៀននោះគឺជាខេត្តដើរតួនាទីជាបាលនីតិសេដ្ឋកិច្ចជាតិដូច្នេះទៅកសាងកំពង់ផែហ្នឹងឲ្យមានជំហានទី1ទី2ទី3ច្បាស់លាស់រយៈពេលខ្លីមធ្យមហើយនឹងវែងខ្ញុំសូមជម្រាបជូនថាយើងមានអំណោយទានធម្មជាតិរបស់ប្រទេសកម្ពុជាយើងដែលដូនតាយើងហៅថាសវណ្ណភូមិនោះគឺល្អណាស់ហើយមិនដែលថាល្អប្រទេសជាតិយើងអត់ដែលមានរងគ្រោះដោយគ្រោះធម្មជាតិទេខ្យល់ព្យុះរំជួយផែនដីទឹកជំនន់ដីស្អីល្អិលឯណាគ្រោះថ្នាក់ធំនោះអត់មានទេយើងអត់មានទេគឺសវណ្ណភូមិបានន័យថាធម្មតាក្នុងវិទ្យាសាស្ត្រគឺភូមិសាស្ត្ររបស់យើងកាលណាជើងអេក្វាទ័រហ្នឹងតែខ្យល់ព្យុះវាបក់ប្រជាធនិកនាឡិកាដូច្នេះកាលណាវាបក់មកហ្នឹងគឺវាបាំងឆ្នេរភ្នំតាមឆ្នេរសមុទ្រហ្នឹងអស់ហើយដូច្នេះយើងឃើញថាព្រឹត្តិការណ៍ឆ្នាំទៅឆ្នាំនេះប្រហែលខែមុនយើងឃើញថាខ្យល់ព្យុះប៉ះនៅវៀតណាមប៉ះដល់ថៃទឹកជំនន់ដល់ឡាវដល់ភូមាដល់អីកម្ពុជាយើងអត់មានទេបាទដូច្នេះយើងជាឱកាសល្អណាស់ប្រទេសជាតិយើងជាសវណ្ណភូមិដែលឱកាសក្នុងការតាក់ទាញវិនិយោគក្នុងការវិនិយោគនៅស្រុកខ្មែរយើងប្រកបទៅដោយសុវត្ថិភាពគឺសូមអរគុណធំធេងណាស់បាទភូមិផែយើងគឺបកគោណាបានផ្ដួចផ្ដើមដែលកសាងផែរបស់យើងនៅឆ្នាំ1955ភូមិផែយើងមានអំណោយទានធំធេងណាស់បាទក៏យើងអត់មានគ្រោះធម្មជាតិដែរយើងអត់ដែលមានប៉ះខ្យល់ព្យុះពួកអីខ្យល់ព្យុះវាបាំងបាត់ហើយតែបើខ្យល់ព្យុះបក់តាមទនិចនាឡិកាវិញគឺពងផែធ្ងន់បាទជាទនិចនាឡិកាទាំងអស់បាទភូមិសាស្ត្រហ្នឹងដូច្នេះពងផែយើងឥតមានតែប្រទេសស៊ូណាមីចលព្យុះអីខ្លាំងដូចប្រហែលខែមុនខ្យល់ព្យុះប៉ះផែហៃហ្វុងអារុំក្រេន3គ្រឿងហើយយើងអត់មានបញ្ហាទេហើយយើងលបឿនខ្យល់ maximum 32ម៉ែត្រប៉ាសឺកុងមួយឆ្នាំមានតែ4ម៉ោងអីប៉ុណ្ណឹង maximumខ្ញុំបានន័យថាយើងអំណោយផលណាស់ទី1ភូមិសាស្ត្រទីតាំងរបស់កម្ពុជាយើងដែលជាលក្ខណៈជាតម្លៃជា value សម្រាប់ឲ្យវិនិយោគិនទាំងអស់ទៅបរទេសតាក់ទាញឲ្យយើងវិនិយោគនៅស្រុកយើងថាយើងវិនិយោគនៅស្រុកយើងគឺយើងមានសុវត្ថិភាពណាស់អត់ភ័យរឿងស្រុកក្រៅទឹករិចរោងចក្រចោលព្យុះប៉ះរោងចក្រទៅយើងអត់មានទេបាទហើយយើងមានតម្លៃថ្មីមួយទៀតគឺបញ្ហាសន្តិភាពស្ថិរភាពយើងមានបញ្ហានឹងមួយទៀតគឺយើងមានអំណោយផលធំធេងសម្រាប់មកវីដេអូនៅកម្ពុជាយើងនេះហើយទី1អានេះជា hardware ដែលថាយើងមិនអាចបដូរបានទេព្រោះកម្ពុជាមិនអាចលើកទៅតាណាបានទេបាទហើយយើងមានគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាលថ្នាក់ដឹកនាំប្រទេសជាតិយើងជាសំណាងរបស់ប្រជាជនយើងនឹងគឺបកគោណាសៀនុឲ្យបានឯករាជ្យបានសម្រេចចិត្តថាធ្វើកំពង់ផែសមុទ្រឯករាជ្យដោយខ្លួនយើងបាទរោគសម្រេចចិត្តយើងបានឯករាជ្យ1953សម្រេចចិត្តធ្វើនៅ1954ចាប់សាងសង់នៅឆ្នាំ1955ហើយនៅឆ្នាំ1960ហើយក៏យើងមិនភ្លេចអរគុណរដ្ឋាភិបាលនិងអ្នកបច្ចេកទេសបារាំងដែលជ្រើសទីតាំងកំពង់ផែហ្នឹងល្អឥតខ្ចោះបាទចុះហើយក៏អរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិកដែរជួយធ្វើផ្លូវជាតិលេខ4ភ្ជាប់ពីកំពង់ផែក្រុងបរសៀនមកភ្នំពេញហើយគម្រោងទាំងពីរហ្នឹងធំទាំងពីរហើយបានបញ្ចប់នៅដើមឆ្នាំ1960ជាមួយគ្នាហើយ operate ចាប់ផ្ដើមពី1960ហើយយើងឃើញថាការសម្រេចចិត្តហ្នឹងត្រឹមត្រូវដោយសារអីពេលដែលចាប់ផ្ដើមប្រើប្រាស់ផែកំពង់សោមគឺឃើញថាតំណែងកើនឡើងជាបន្តរហូតដល់ឆ្នាំ1966តំណែងកើនជិត1លានតោនដល់សមត្ថភាពបានយើងចាប់ផ្ដើមធ្វើផែជំហានទី2ប៉ុន្តែវាអកុសលទៅស្រុកយើងធ្លាក់ចូលក្នុងព្រឹងសង្គ្រាមទៅកំពង់ផែមិនអាចអភិវឌ្ឍបានអំពីបញ្ហាជ្រើសរើសទីតាំងកំពង់ផែនេះដែលថាល្អមិនថាកំពង់ផែល្អគឺជាកំពង់ផែមួយដែលពេលដែលយើងធ្វើធម្មតាកំពង់ផែត្រូវតែធ្វើជំរឿទឹកអតិបរមាយើងមើលទៅ20ម៉ែត្រខាងមុខបាទ
ដូច្នេះត្រូវការតែបូមស្ដាកាលណាបូមស្ដាហើយដាច់ខាតត្រូវឲ្យកុំឲ្យមានកកចូលឲ្យកកចូលតិចបំផុតបើកកចូលច្រើនចំណាយលុយតែបូមស្ដាចំណាយលុយអត់គ្រប់ផងបើយើងទៅធ្វើមិនស្រួលអាកាណាលហ្នឹងហើយព្រោះអីព្រោះខ្សាច់វាធ្វើចរាចរណ៍ពីជើងទៅត្បូងពីត្បូងមកជើងឥឡូវភាសាវាធ្វើពីត្បូងទៅជើងឥឡូវប្រាំងវាធ្វើពីជើងមកត្បូងវិញហើយវាចូលក្នុងបន្លាយរបស់យើងអត់មានលុយជីកទេ1ម៉ែត្រគីបជាមធ្យម$6បើខ្សាច់ហើយដីហើយបើថ្មគុណជាមួយនឹង7ដងបាទហើយចំណាយធំហើយដូច្នេះការសម្រេចចិត្តជ្រើសទីតាំងនេះគឺល្អបំផុតអត់មានទីតាំងណាល្អជាងទីតាំងផែពងសោមទេបាទហើយនេះជាគំនិតព្រួយផ្ដើមរបស់សម្ដេចព្រះករុណាព្រះរតនកោដ្ឋនរោត្តមសីហនុរបស់យើងបន្តដោយសម្ដេចតេជោខ្ញុំមានការរំភើបចិត្តដែរបាទព្រោះអីជួបជាមួយគាត់ហើយមើលរឿងមើលអីទៅគាត់ថាសម្ដេចមានទស្សនវិស័យក្នុងការអភិវឌ្ឍផែក្រុងព្រះសីហនុនេះជាច្រកចេញចូលជាក្បាលនាគនៃសេដ្ឋកិច្ចជាតិតាំងពីឆ្នាំ1979សម្ដេចបានជ្រើសរើសកម្មាភិបាលដើម្បីទៅកាន់ខេត្តព្រះសីហនុដោយដាក់ទស្សនវិស័យច្បាស់លាស់ថាខេត្តព្រះសីហនុជាខេត្តជាប់សមុទ្រតែមួយគត់តែខេត្តប្រមាណណាក៏ខេត្តព្រះសីហនុគឺជាខេត្តដើរតួនាទីជាក្បាលនាគសេដ្ឋកិច្ចជាតិដូច្នេះត្រូវកសាងកំពង់ផែហ្នឹងឲ្យមានជំហានទី1ទី2ទី3ច្បាស់លាស់រយៈពេលខ្លីមធ្យមហើយនឹងវែងបាទដើម្បីឲ្យយើងទិសដៅរបស់យើងឲ្យអនាគតគឺ10ឆ្នាំចុងក្រោយនេះឲ្យកប៉ាល់ទូទាំងពិភពលោកអាចចេញចូលកំពង់ផែយើងបានដោយពុំបាច់ឆ្លងកាត់ប្រទេសគេព្រោះកាលណាឆ្លងកាត់ប្រទេសគេគឺឲ្យតម្លៃដឹងជូនឡើងហើយធ្វើឲ្យពេលវេលាហ្នឹងវែងបាទសម្ដេចបានសម្រេចចិត្តយកចិត្តទុកដាក់អំពីការអភិវឌ្ឍកំពង់ផែហ្នឹងដោយគាត់សម្រេចចិត្តអញ្ជើញទៅកំពង់ផែរាល់ថ្ងៃ1ឧសភា 1st of May គាត់ទៅអញ្ជើញរហូតហើយគាត់ណែនាំរហូតជំរុញរហូតហើយយើងបានដាក់ទិសដៅក្នុងការអភិវឌ្ឍកំពង់ផែយើងនេះគឺរយៈពេលឲ្យបានទិសដៅឆ្នាំ2030នេះឲ្យបានកប៉ាល់ទូទាំងពិភពលោកចូលចតទៅកំពង់ផែយើងបាន